ខ្ញុំសូមថ្លែងអំណរគុណលោកជំទាវដែលបានជួយជាទឹកប្រាក់ខ្ញុំ50,000ហើយនឹងបងប្អូនខ្មែរយើងទាំងអស់នេះដែលជួយឧបត្ថម្ភដល់ចៅខ្ញុំហ្នឹងចំនួនទាំងបោកសរុបទាំងអស់ជាង1លានអញ្ចឹងខ្ញុំសូមថ្លែងអំណរអរគុណលោកជំទាវនិងបងប្អូនដែលបានជួយជាថវិកាជាង1លានរៀលនេះមកដល់ចៅស្រីខ្ញុំបានលុយនឹងយកទៅជាបាលនឹងទិញទឹកដោះគោឲ្យចៅខ្ញុំសូមថ្លែងអំណរអរគុណខ្ញុំគ្មានអីទេមានតែពាក្យជូនពរលោកជំទាវនិងបងប្អូនទាំងអស់ឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនខួបអី3ឆ្នាំហ្នឹងណាចាអូខេហើយអូនកើតមកមិនដែរសភាពអូនកាលពេលកើតមកធម្មតាដូចក្មេងទូទៅដែរតែកើតមកអត់អីដែរអូនធម្មតាហើយមូលហេតុអីបាននាំឲ្យអូនដល់មានការៈបែបហ្នឹងគឺថាម៉ែវាមានដូចថាចិត្តវាឆ្លោះគ្នាទិញទួចហ្នឹងអូនឆ្លោះមួយជាមួយស្វាមីគាត់ចឹងទៅរឿងកូនយំហ្នឹងទិញទួចហ្នឹងដល់ហើយទៅវាមិនទាន់បានលើកឲ្យកូនបើម៉ែវាហ្នឹងក៏ដូចលឺណាអូនបាទលឺហ្នឹងដូចថាវាជ្រុលដៃទៅចូលដៃយ៉ាងម៉េចទៅជ្រុលដៃវាត្រូវជាងហ្នឹងអូនអូបោះអូនណាចាប់អូនបោះឬក៏យ៉ាងម៉េចចាប់ទៅឈូតហ្នឹងអូឈូតហ្នឹងវាត្រូវហើយបន្តិចត្រូវនឹងក្បាលហ្នឹងត្រូវក្បាលជាងតែកិច្ចជាងនឹងក្បាលអូនហើយអត់មានត្រូវដៃត្រូវអីផ្សេងទៀតទេបែរជាវាប៉ះសរសៃប្រសាទណាចាវាប៉ះសរសៃប្រសាទធ្វើឲ្យអូនអញ្ចឹងរហូតទៅចាហើយអស់ថ្ងៃហ្នឹងគឺមកនៅចាំដូលគៀនឃ្លាំងហ្នឹងចាចាំដូលគៀនឃ្លាំងហ្នឹងធ្វើចលនាពេទ្យឲ្យមកធ្វើចលនាធ្វើចលនាដូចមិនខ្លះហើយចាប់ដៃចាប់ជើងឲ្យអូនអញ្ចឹងទៅចាប់ពុតដៃពុតអីចឹងណាធ្វើដៃវាតុនធ្វើចលនាវាឆាប់មានចលនាចេះឈរចេះអង្គុយបាទឥឡូវចលនាយើងមករយៈពេលប្រហែលខែមក2ខែនៅគៀងឃ្លាំងហ្នឹងណាចាហើយជួយធ្វើចលនាទៅអូនឥឡូវបានទុនដៃទុនជើងអីមិនសូវរឹងឆ្អ៊ីឆ្អឹះដូចមុនណាចាមិនសូវរឹងទេប៉ុន្តែគ្រាន់ថាគ្នានិយាយអត់កើតបាទចេះយំលឺអូនឥឡូវយំបានលឺហើយយំបានលឺបានអីហើយហើយគ្នាពិការគ្រាន់តែថារាល់ថ្ងៃវាធ្វើទុកជាងគេក្បាលហ្នឹងបាទវាថាក្តៅខ្លួនត្រឹម37 30អីហ្នឹងចាប់ផ្ដើមក្តៅខ្លួនហ្នឹងធ្វើទុកឲ្យយំបាទហើយចុះការចាយវាអីយ៉ាងម៉េចដែរស្នាក់អាស្រ័យនៅមើលព្យាបាលអូននៅហ្នឹងចាយវាខ្លួនឯងចាយវាខ្លួនឯងហើយថ្លៃសេវាព្យាបាលអីគេមានយកយើងអីយ៉ាងម៉េចអីគេអត់យកទេពេទ្យអត់យកទេស្នាក់នៅអីណាគ្រាន់តែយើងអស់ថ្លៃហូបចុកអីអស់ហូបចុកយើងទិញទឹកដោះគោដោះអីទឹកដោះគោឲ្យអូនណាចាហើយអ៊ំជើញមកពីខាងស្រុកណាខេត្តណាខ្ញុំមកពីព្រៃកបាស់ស្រុកព្រៃកបាស់ខេត្តតាកែវណាអ៊ំណាអូខេហើយអូនជួបបញ្ហាបានចឹងថ្ងៃខ្វះខាតថវិកាអីយ៉ាងម៉េចដែរខ្វះខាតអូនព្រោះអីខ្ញុំតាវាពីអ្នកចៅចឹងអូនបាទចាវាមានការខ្វះខាតព្រោះវាអត់មានថវិកាជាបាលចៅអូខេឥឡូវម្ដាយចឹងគឺបានទុកអូនចោលអត់មាននៅមើលខុសត្រូវអីទេគឺបន្ទុកនៅលើអ៊ីទាំងអស់ចាអូខេហើយមួយវិញទៀតពេលខ្ញុំចុះផ្សាយទៅមានគេចង់យកចៅអ៊ីទៅចំអីអញ្ចឹងមិនដែរគេយកទៅព្យាបាលអីអញ្ចឹងណាទៅព្យាបាលហ្នឹងខ្ញុំដូចថាអាហ្នឹងឲ្យគាត់យកទៅព្យាបាលដូចថាអ្នកនៅជប៉ុនអញ្ចឹងណាបាទហ្នឹងខ្ញុំអត់ថាអីអត់តែចៅខ្ញុំជាបាទចាអូខេចាការៈអូនហ្នឹងកើតមកប្រហែលឆ្នាំហីកើតមកឥឡូវវាអាយុ3ឆ្នាំហើយវាអាយុ6ខែអូតាំងពី6ខែដែលមានបញ្ហានេះហ្នឹងហើយតាំងពី6ខែហ្នឹងម្ដាយចោលទៅចោលភ្លាមឬក៏យ៉ាងម៉េចបាន6ខែហ្នឹងវានៅជួយថែបានខែដែរហើយមួយខែក្រោយហ្នឹងក៏ទៅបាត់ទៅគាត់សុំខ្ញុំទៅដេដល់ដេទៅរហូតទៅទេរហូតឥឡូវអត់ដែរតាក់ទងអីមកកូនមកអីអត់សំណោះសំណោកអីសោះណាចាអញ្ចឹងឥឡូវបន្ទុកមើលថែនៅលើអ៊ំទាំងអស់អ៊ីទាំងអស់ឥឡូវពេទ្យគេជួយធ្វើបានធូរច្រើនណាអូនអាចនេះអីបានអាចស្រែកអាចអីវាបានស្រែកលឺអង្គុយអត់ទាន់កើតទេក៏បាននៅតុនបាទចុះពេលយើងនិយាយទៅអីអញ្ចឹងអូនស្ដាប់ដឹងដែរដូចដឹងខ្លះអត់ខ្លះវាដូចថាវាមិនទាន់ស្រួលដឹងខ្លះអត់ខ្លះណាអញ្ចឹងបើមានគេយកទៅជួយយកទៅព្យាបាលអីអ៊ំក៏អ៊ីក៏ឲ្យយកទៅដែរណាចាអូខេគាត់នៅជប៉ុនហ្នឹងបាទហ្នឹងហើយគាត់ឃើញគាត់រណិតណាឃើញអូននេះអញ្ចឹងឃើញតាមរយៈវីដេអូឃ្លីបហ្នឹងហើយនេះគាត់ចង់សាកយកទៅព្យាបាលតាមវិធីសាស្ត្រគេនៅជប៉ុនព្រោះគេមានបច្ចេកវិទ្យាអីគេទៅនៅជាងយើងចេះណាទៅដល់កែងអាចគេព្យាបាលជាអីចឹងព្រោះគេឃើញអូន
គាត់មិនថាមិនសាច់ឈាមអីមុខមាត់គាត់ស្អាតបាតណា ចា អាណិតដែរ ចា បាទអញ្ចឹងបើមានគេយកព្យាបាលអីយើងក៏នេះដែរ ចា ហើយអងឯងខ្វះខាតខ្លាំងរឿងនេះអីបើមានគេជួយឧបត្ថម្ភទៀតក៏ស្វាគមន៍ដែរណាអ៊ីណា បាទខាតព្រោះឲ្យមកសក់ខ្ចីលុយគេនិយាយថងហ្មង យើងថ្លៃចាយវាទឹកដោះគោហូបចុកអីចឹងហើយអងឯងមើលតែម្នាក់ឯងនៅហ្នឹង ម្នាក់ឯងទៅផ្ទះក៏ម្នាក់ឯងមកដែរក៏ម្នាក់ឯង ហើយអ៊ីប្រកបរបរឯដែរអងឯង ខ្ញុំហ៎នៅស្រុកនោះពេលចៅទៅផ្ទះចឹងលក់លោតលក់អីចឹង អូលោតហើយនៅ បាន4 10ថ្ងៃចឹងរត់មកពេញវិញមក លោតហើយអ៊ីដីស្លាប់បាត់ហើយទៀត ចាស្លាប់យូរហើយតាំងកូននៅទូចចុះ អូ 20 20ឆ្នាំហើយ